3 days, I'll know how to ride. Maybe 3 days. Are you sure? Yes, I'm sure. Hi everyone, please voice Motor Trainer in Coppage បាទបងប្អូនលោកអ្នកនាងជាទីមេត្រីឥឡូវនេះយើងមកជួបជាមួយនឹងអ្នកបង្រៀនជិះម៉ូតូជាមួយខ្ញុំបាទទាំងអស់គ្នាបាទសូមទស្សនាដូចតទៅ Today we meet friend. He teacher of English, but now he teach for the lady for driving motor. So and how about feeling? To know about you? I'm a Ghanaian and now I'm teaching my wife how to ride a motor. That's why we are here. Oh, so your wife did not try, right? No, she don't know how to drive. She don't know how to try. Yeah. But you stay in Cambodia 6 years ago, right? Yes. Oh, very long time. Yeah, long time. How difficult about her? Yeah, right now she started, so we will move on from now to see how better she. Do you think about her? She is better when you think? Yeah. Do you think so? Yeah, she will do better. គាត់ចង់និយាយថានៅពេលគាត់បរៀននឹងភាសាបងប្អូនណាបាទគាត់មកពីកាណាប្រទេសកាណាគាត់មកកម្ពុជា6ឆ្នាំហើយ6 years ago ឥឡូវនេះគាត់បរៀននៅមិត្តស្រីរបស់គាត់ដើម្បីជិះម៉ូតូឥឡូវយើងចង់ដឹងអារម្មណ៍របស់មិត្តស្រីរបស់គាត់យ៉ាងម៉េចដែរយើងនឹងជួបជាមួយមិត្តស្រី Hello lady excuse me what is your name I'm teacher Lydia. Oh teacher of English also Yes, I'm a teacher also. Okay and today you study Yes, my first to try time. motor Yes, my It's the first time for you Yes. Do you know about how to drive I'm now learning. I just start today, so I hope I'll know how to ride. Oh so and this is the first time for you or Yes, today is my first time. and how do you sing how many days can you try Maybe 3 days, I'll know how to ride. maybe 3 days are you sure Yes, I'm sure. you're not afraid when you try in the street I'm right? scared. I'm scared about how they ride the motor, but I have to learn how to ride. Since I'm here, I have to know how to ride. ប្រិយមិត្តបងប្អូនគាត់ថាតែ3ថ្ងៃទេគាត់ថាព្យាយាមចេះតែ3ថ្ងៃទៀតគាត់អាចបើកម៉ូតូបានគាត់មិនខ្លាចទេមិនចឹង sorry alright you don't scare right on the street when after 3 days when I see you again because I'm around here also I will see you ចាំមើល3ថ្ងៃទៀតគាត់ថាគាត់ឥឡូវនៅកោះពេជ្រថ្ងៃនេះចឹង3ថ្ងៃទៀតគាត់ថារៀនឲ្យចេះចាំមើលបងប្អូនចាំមើលគាត់រៀនអូខេ please start បាទបងប្អូនចាំទស្សនាគាត់បើកម៉ូតូបាទជួយនេះបងប្អូនបាទប្រិមិត្តឥឡូវនេះឃើញថាគាត់នឹងពីរនាក់បាទគេហៅថាប្តីប្រពន្ធចាស់បាទព្រោះគាត់នៅជាមួយគ្នាឥឡូវគាត់បរៀននេះគឺជាការបង្រៀនរបស់គាត់បាទបងប្អូនយើងឃើញថាទោះយ៉ាងណាក៏ដោយខ្ញុំចង់ជាផ្ដល់គំនិតទៅឲ្យគាត់បន្តិចណាបាទទៅឲ្យបន្តិចបានវាឆាប់ចេះជាងតាមមើលព្រោះខ្ញុំធ្លាប់បង្រៀនក្មេងៗអញ្ចឹងបងប្អូនចាំជួបខ្ញុំទាំងអស់គ្នាបងប្អូនឥឡូវយើងចង់ឲ្យគាត់ជិះឥឡូវ can you sit here I will hold here for her. Huh? I will hold back here. So she will ride, know how to control by herself. ឥឡូវបងប្អូនចាំមើលគាត់ One castle try there. Are you sure right Yeah. Okay ឥឡូវគាត់ថាគាត់អត់អីទេគាត់ចង់រុញចឹងឆាប់ចេះជាងបងប្អូននេះគឺចាំមើលតិចទៀតគាត់ចេះយ៉ាងម៉េចដែរនេះ បាទគេថាថ្ងៃនៅទីបរិវេណទឹកដីនៃកោះពេជ្របងប្អូននេះបាទយើងឃើញចាក់ស្ដាយហើយចឹងជូនពរគាត់ឆាប់ចេះទៅបាទនេះយើងមកដល់កោះពេជ្រហើយបាទកោះពេជ្រគឺកន្លែងសម្រាប់បងប្អូនរបស់យើងបាទធ្វើការហាត់បើកបរយន្តហាត់បើកបរម៉ូតូអញ្ចឹងបងប្អូនទស្សនាជាមួយខ្ញុំដល់គ្នាថាទីលានកោះពេជ្រនេះបងប្អូននឹងពិនិត្យមើលកន្លែងទីតាំងនេះគឺធំទូលាយថាអញ្ចឹងមានអារម្មណ៍យ៉ាងណាដែរបាទមើលសង្ឃឹមថានឹងចេះបើកអត់មើលទៅចាស់បាទតាអត់ស្ទាត់ប្រាប់ជូនដល់មិត្តភ័ក្តិទាំងអស់គ្នាអាចទទួលការវឹកហាត់នឹងបានជោគជ័យអត់ប្រហែលសប្តាហ៍មកហ្នឹងចេះបានខ្លះទេបានប្រហែលភាគរយឯការចេះហ្នឹងបាន70% ហើយបាទហើយអូនតូចនេះនឹងអាចប្រកួតមើលអាចសង្ឃឹមថាអាចចេះជិះម៉ូតូស្ទាត់ជំនាញអាចមកទៅអាយុវ័យនេះវ័យយើងមិនជិះម៉ូតូទេណាប៉ុន្តែដោយសារកូនម៉ូតូអញ្ចឹងឲ្យសមតែបន្តិចទេមិនមែនយកទៅបើកលើផ្លូវទេណាសូមជម្រាបប្រាប់បញ្ជាក់ឲ្យទស្សនិកជនហើយអត់ឲ្យយកបើកលើផ្លូវទេឲ្យជិះនៅបរិវេណរង្វង់មូលកន្លែងហ្នឹងហ្មងបាទជម្រាបមកចេះបានប្រហែលភាគរយហើយរៀនប្រហែលខែបានឆ្នាំ 2 ថ្ងៃ 2
ตั้งแต่เรียนตั้งบ้านประมาณไงไอ้ประมาณเมาไง hai phi ngày hay เจ๊ไอ้คล่ะ chứ chỉ thua là khá hay cách không ở đây à tôi start និយាយខ្មែរនិយាយហ្នឹងមិនធ្លាប់ចេះនិយាយភាសាចិនអង់គ្លេសឲ្យបានជាប់មាត់អញ្ចឹងមើលឥឡូវមើលចេះភាសាអីខ្លះហ៎ Khmer ông lại hay chân ឥឡូវចេះឥឡូវបាទបងប្អូនយើងនឹងចាប់ផ្ដើមឥឡូវចេះខ្ញុំសូមជម្រាបបញ្ជាក់បន្តិចដោយសារពេលវេលាយើងខ្លីអញ្ចឹងសូមជម្រាបបញ្ជាក់ថាឥឡូវមេឃចិត្តភ្លៀងហើយណាបបអត់បានរៀនសូត្រឥឡូវមុននឹងបងប្អូនបាទមុននឹងបងប្អូនឡើងជិះម៉ូតូបាទកូនតូចអស់យើងត្រូវយកមួកការពារមួយទៅបាទអញ្ចឹងយើងត្រូវពាក់មួកការពារសុវត្ថិភាពតាមច្បាប់ចរាចរណ៍ដែលបានផ្ដល់ឲ្យណាអញ្ចឹងមុននឹងយើងជិះម៉ូតូយើងត្រូវតែពាក់មួកការពារសុវត្ថិភាពបាទបងប្អូនឥឡូវនេះឲ្យអ្នកជិះម៉ូតូត្រូវពាក់មួកបាទមកឥឡូវពីរអ្នកនេះឲ្យអូនបងពាក់មួកមុនអូខេលឿនចាប់ផ្ដើមឥឡូវបងប្អូនមុននឹងនេះខ្ញុំបរៀនបន្តិចមុននឹងនេះយើងមើលមុខមើលក្រោយណាមើលកង់វាលោកវិធូបាទមើលខ្យក់វាមានអត់បាទមានអត់ហើយប្រាំងនឹងវាស៊ីអត់អញ្ចឹងណាហើយសាំងនឹងវាមានអត់ឥឡូវយើងឡើងជិះនៅពេលដែលយើងឡើងជិះបាទយើងរៀបចំខ្លួនហើយយើងកាច់សោនៅពេលដែលយើងកាច់សោបាទយើងពាក់មួកហើយសេរីស្រង់ខ្លួនប្រាណយើងចាប់ដើមដេណាដេចហើយយើងចាប់ដើមចេញដំណើរណាការចេញដំណើរទៀតសោតយើងត្រូវមើលឆ្វេងស្ដាំមុននឹងចេញដំណើរបើសិនបើផ្លូវបត់ឆ្វេងបាទយើងត្រូវមើលឆ្វេងហើយឥឡូវទៅមុខយើងក៏ត្រូវមើលឆ្វេងស្ដាំដែរឥឡូវចាប់ដើមអនុវត្តជាក់ស្ដែងតែម្ដងមកបាទសូមជើញបាទមកសូមជើញបាទអូមកហើយបាទមកគេថា80% បន្ទាប់ពីរៀនពី3ថ្ងៃមើលបាទមកគ្រូចាប់ដើមបង្រៀនបាទបង្រៀនចេះហើយមើលមកហើយលឿនចេះហើយមើលចេះបានប៉ុន្មានទៀតហើយចេះហើយចេះបានខ្លះ អូខេឥឡូវចាប់ដើមដោយមិនចាំបាច់មានគ្រូបើថាចេះហើយចាប់ដើមថាគាត់ចេះហើយបាទឥឡូវចាប់ដើមបងប្អូនប្រិមិត្តទស្សនិកជនឥឡូវម៉ូតូហ្នឹងវាចង់អស់សាំងមិនដឹងមិនចង់ error 1 2 3ចេញណាអូបងប្អូនមើលទស្សនិកជនទាំងអស់ទៅហើយមើលឡានគេមុខបាន70 80%បាទមើលបងប្អូនមើលចេញដំណើរបាទនេះគឺជាទស្សនវិជ្ជាជាក់ស្ដែងបាទនៃការវឹកហាត់រៀនបើកម៉ូតូបាទនេះបងប្អូនឃើញទេកន្លែងនេះគឺកន្លែងរៀនបើកម៉ូតូទេបងប្អូនអាយ៉ាបងប្អូនប្រិមិត្តលោកអ្នកនាងឥឡូវឃើញថាមកវិញមកវិញលឿនម៉េចមកវិញលឿនម៉េចបាទមកវិញលឿនម៉េចចាប់ដើមចេញដំណើរម្ដងទៀតជុំទី2វគ្គទី2ចេញដំណើរទៅហើយបាទទៅហើយអូបាទដល់ហើយបាទដល់ហើយឃើញទេណែបាទអូដល់ហើយបាទមានរថយន្តមានឡានមានអីបើកបរបាទឃើញទេ4នៃការបើកបរនេះគឺឃើញទេគាត់អាចបើកបានហើយបាទបង្រៀនតែប្រហែលមួយរយៈទេឃើញទេដល់ពេលគាត់ជាប់បាក់ឌុបទៅអាចជួយកាត់បន្ថយឪពុកម្ដាយនៅក្នុងការដឹកជញ្ជូនគាត់ទៅរៀនមហាវិទ្យាល័យអីលក្ខណៈជាដើមបងប្អូននេះគឺជាការបើកបរបាទជាក់ស្ដែងណាបងប្អូនឥឡូវឲ្យគាត់ឌុបអូនចនមួយជើងបាទឌុបអូនចនមួយជើងបាទអូនចនអត់មានមួកទេបាទប៉ុន្តែអត់អីទេឌុបតិចទៅមិនអីទេចាំមើលការឌុបរបស់គាត់អាចបានជោគជ័យអត់បាទចាប់ដើមអូមួយចេញណាទៅហើយបាទឃើញថាអាចឌុបបានណាអាចឌុបបានអាចឌុបបានហើយបាទមើលឡានមើលទីធ្លាបាទល្បឿននៃការបើកបរនេះបងប្អូនយើងនឹង
ឲ្យបងប្អូនបានទស្សនាបាទឃើញទេបាទអូនោះដល់នោះហើយដល់នោះហើយមេចង់ភ្លៀងហើយបាទមេចង់ភ្លៀងហើយការធ្វើដំណើរកំពុងតែវិវត្តចិត្តមកដល់គោលដៅវិញហើយបាទបងប្អូនបាទចិត្តមកដល់គោលដៅវិញហើយចឹងហាមបងប្អូនណាដែលមានឡានសូមកុំជិះចូលកន្លែងនេះបាទកន្លែងនេះគឺជាកន្លែងសម្រាប់បងប្អូនជាអ្នករៀនសូត្របាទបើកម៉ូតូបើកឡានរៀនទេបាទសូមហាមកុំឲ្យជិះទាំងកន្ទឹងតេងបើអត់ការងារធ្វើបាទចតឡានម្ដុំអីទៅខ្លះទៅយ៉ាងម៉េចដែរមានអារម្មណ៍យ៉ាងម៉េចដែរបាទមានអារម្មណ៍យ៉ាងម៉េចដែរពីការបន្ទាប់ពីការជិះមានអារម្មណ៍យ៉ាងម៉េចដែរ អារម្មណ៍ថាសប្បាយបានជិះទៅខ្យល់បក់ ចេះនៅ ចេះហើយ ចេះនៅ ចេះហើយតែតន់ស្ទាត់លើផ្លូវមែនតើ ហើយមិនដែរផ្ញើសារជូនឲ្យបងប្អូនពុកម៉ែមីចឹងម៉េច អើយយើងជំនះភាពខ្លាចហើយយើងរៀនអីដែលយើងអត់ចេះបាទ ទៀតមានអីទៀត ហើយមានប៉ុណ្ណា